បាទឈ្មោះមុងយុជាមេភូមិសិលសង្កាត់យ៉ាឡោមក្រុងមណ្ឌលខេត្តរតនគិរីគោលបំណងថ្ងៃនេះខ្ញុំចុះល្បាតជួយសម្រួលជូនសហគមន៍ក្រុងយ៉ាឡោមជាមួយយុវជនចាស់ទុំទាំងអស់គ្នាដើម្បីពិនិត្យមើលស្ថានភាពក្នុងតំបន់ការពារបឹងយ៉ាឡោមនេះមានការងារអ្វីខុសប្រក្រតីឬក៏មានរឿងអីដែលយើងមន្ត្រីសង្ស័យនឹងថ្ងៃនេះយើងត្រួតពិនិត្យទាំងអស់គ្នាដើម្បីងាយស្រួលក្នុងការរាយការណ៍ជូនថ្នាក់លើទី1ទី2ទៀតដើម្បីការពារធនធានធម្មជាតិនេះឲ្យវាគង់វង្សតអនាគតអញ្ជើញក្រុមយុវជនចូលរួមដើម្បីបង្ហាញពីទេសភាពហើយក៏ព្រៃឈើដែលនៅសេសសល់ក្នុងតំបន់ការពារបឹងយ៉ាឡោមនោះឲ្យពួកគាត់ចំនួនក្រោយគាត់ស្គាល់ជាលក្ខណៈដើមឈើធំក្នុងតំបន់នេះមានច្រើនណាស់ដូច្នេះហើយពេលដែលយើងចុះល្បាតម្ដងយើងអញ្ជើញក្រុមយុវជនយុវនារីដើម្បីគាត់យល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើដែលយើងការពារនេះមិនឲ្យបាត់បង់ទៅដល់ក្រុមហ៊ុនណាមួយទេឥឡូវនេះយើងមួយខែយើងបានម្ដងដើម្បីការពារសុវត្ថិភាពព្រៃឈើឬក៏មិនឲ្យគេទន្ទ្រានយកតាមព្រំតាមអីហ្នឹងអានេះយើងការពារហ្នឹងពេលរហូតពេលចុះម្ដងអញ្ជើញទាំងសហគមន៍ទាំង5ភូមិហ្នឹងដើម្បីស្ដាប់ភាពការនេះឲ្យងាយស្រួលទី3ទៀតយើងតាមដានដើមឈើដែលងាប់ឬក៏វាលើងគល់ឬក៏វាពុកអីហ្នឹងយើងមើលវាសេសសល់ប្រមាណឬវាងាប់ប្រមាណដើមឈើហ្នឹងងាយស្រួលយើងរាយការណ៍ជូនថ្នាក់លើដើម្បីគេប្រមូលទិន្នន័យហ្នឹងរបាយការណ៍ហ្នឹងឲ្យជ្រាបទាំងអស់គ្នាបាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហុកណារ៉ែនរស់នៅភូមិលូនសង្កាត់យ៉ាឡោមក្រុងបានឡុងខេត្តរតនគិរីជាទូនាទីយុវជនខ្ញុំមកក្នុងព្រៃនេះដើម្បីអភិរក្សជួយថែរក្សាព្រៃឈើកុំឲ្យបាត់បង់ដែលបព្វបុរសដូនតាដែលបានបន្សល់ទុកជាចុងក្រោយខ្ញុំជាយុវជនត្រូវខិតខំរៀនសូត្រដើម្បីការពារអភិរក្សព្រៃឈើកុំឲ្យបាត់បង់តទៅថ្ងៃអនាគតថែមទៀតខ្ញុំបាទឈ្មោះទៅជាជនខេត្តយ៉ាឡោមបានឡុងខេត្តរតនគិរីបាទបងប្អូនម្ដងដែលពួកខ្ញុំមកថ្ងៃហ្នឹងដើម្បីដើរល្បាតព្រៃក៏ដូចជាសហគមន៍បាទរួចខ្ញុំទទួលបានចំណេះដឹងក៏ដូចជាបទពិសោធន៍ក្នុងការដើរព្រៃនិងដើរល្បាតមើលប្រភេទដើមឈើដែលសហគមន៍យើងបានខំថែរក្សាហើយនឹងទទួលបានផលប្រយោជន៍ជាច្រើនផ្សេងទៀតពីរុក្ខជាតិដូចជាអនុផលព្រៃឈើដែលអាចឲ្យយើងបេះដូចជាបន្លែអីយើងអាចធ្វើជាម្ហូបអាហារបាននាមជាយុវជនយើងអរគ្នាត្រូវចូលរួមថែរក្សាព្រៃឈើនិងឲ្យស្គាល់ច្បាស់ពីសហគមន៍យ៉ាឡោមយើងនិងស្គាល់ពីព្រំប្រទល់ហើយនឹងយើងត្រូវរក្សាការពារធនធានធម្មជាតិសហគមន៍យ៉ាឡោមយើង